រឿងក្មេងស្រីមុខក្រហម Little Red Riding Hood មានក្មេងស្រីម្នាក់ដែលស្រឡាញ់ពាក់មុខពណ៌ក្រហមថ្ងៃមួយម្ដាយឲ្យនាងយកអាហារទៅជូនយាយនៅព្រៃហើយប្រាប់ថាកុំឈប់និយាយជាមួយអ្នកអញ្ញាតាមផ្លូវនាងជួបចចកមួយវានិយាយយ៉ាងទន់ភ្លន់ហើយសួរថានាងទៅណានាងមិនគិតអ្វីហើយប្រាប់វាអំពីផ្ទះយាយចចកឆ្លាតវារត់ទៅមុនហើយលាក់ខ្លួននៅផ្ទះយាយរឿងកូនទន្សាយពីរទិស Peter Rabbit នៅជាយព្រៃតូចមួយមានគ្រួសារទន្សាយរស់នៅក្នុងរួងដីស្ងប់ស្ងាត់ម្ដាយទន្សាយមានកូន3នាក់ពីទិស Marie និងកុដទន្ថែលម្ដាយតែងតែប្រាប់កូនថាកុំទៅក្នុងសួនរបស់លោក McGregor ព្រោះគាត់មិនចូលចិត្តសត្វទេថ្ងៃមួយពេលម្ដាយចេញទៅរកអាហារពីទិសដែលសកម្មនឹងចូលចិត្តការផ្សងព្រេងគិតថាសួននោះប្រកាសជាមានបន្លែឆ្ងាញ់ខ្ញុំចង់ទៅមើលគាត់លួចចូលតាមរបងតូចហើយឃើញការ៉ុតស្ពៃនិងប៉េងប៉ោះស្រស់ពីទិសញ៉ាំដោយរីករាយមិនគិតអ្វីឡើយប៉ុន្តែភ្លាមនោះលោករឿងទី1កូនខ្លាប់នៅក្នុងព្រៃធំមួយដែលពោរពេញទៅដោយដើមឈើខ្ពស់និងសំឡេងបក្សីច្រៀងយ៉ាងផ្អែមល្ហើមមានកូនខ្លាតូចម្នាក់ឈ្មោះធីតាវាជាកូនខ្លាដែលមានចិត្តល្អប៉ុន្តែពេលខ្លះវាក៏ច្របូកច្របល់ចំពោះការសម្រេចចិត្តផងដែរថ្ងៃមួយនៅពេលព្រះអាទិត្យកំពុងរះពន្លឺទន់លើស្មៅបៃតងធីតាបានដើររកអាហារនៅជិតព្រៃទឹកទោះវាឃ្លានណាស់ក៏ដោយវានៅតែដើរយ៉ាងស្ងៀមស្ងាត់ភ្លាមនោះវាបានឮសំឡេងតូចជួយខ្ញុំផងធីតាបានដើរទៅមើលហើយឃើញកូនកណ្ដុរតូចមួយជាប់អរគុណច្រើនណាស់ខ្ញុំនឹងមិនភ្លេចការជួយនេះទេធីតាញញឹមបន្តិចហើយនិយាយថាទៅឲ្យប្រុងប្រយ័ត្នទៀតណា2-3ថ្ងៃក្រោយមកនៅពេលព្រះអាទិត្យជិតលិចធីតាបានដើរតាមផ្លូវដដែលប៉ុន្តែភ្លាមវាបានជាប់អន្ទាក់ដូចគ្នាវាភ័យខ្លាចនិងព្យាយាមដោះខ្លួនប៉ុន្តែខ្ញុំមកហើយវាជាកណ្ដូរតូចដែលធីតាបានជួយពីមុនវាបានប្រើធ្មេញរបស់វាកាត់ខ្សែយ៉ាងលឿនមួយសន្ទុះក្រោយខ្សែបានផ្ដាច់ហើយធីតាអាចរត់ចេញបានធីតាមានសេចក្តីរីករាយខ្លាំងណាស់សូមអរគុណខ្ញុំមិនគិតថាអ្នកអាចជួយខ្ញុំបានទេរឿងពពកតូចដែលចង់ក្លាយជាធំលើមេឃពណ៌ខៀវស្រងាត់មានពពកតូចមួយដែលហែលយ៉ាងយឺតវាមានឈ្មោះថាពពកពៅតែងតែគិតថាខ្លួនតូចពេកមិនសំខាន់ដូចពពកធំដែលអាចបង្កើតភ្លៀងធំបានទេថ្ងៃមួយវាបានជួបពពកធំមួយដែលពោរពេញដោយទឹកពពកធំនោះញញឹមហើយនិយាយថាហេតុអ្វីបានជាអ្នកមើលទៅសោកស្ដាយពពកពៅនិយាយខ្ញុំតូចពេកខ្ញុំមិនអាចជួយអ្វីបានទេពពកធំសើចបន្តិចដំណាំខ្ញុំត្រូវការទឹកណាស់ពពកពៅមានអារម្មណ៍រីករាយខ្លាំងវាមិនធ្លាប់មានអារម្មណ៍មានតម្លៃបែបនេះពីមុនឡើយវាបានយល់ថាទោះតូចក៏អាចធ្វើអ្វីធំបានប្រសិនបើយើងជឿលើខ្លួនឯងសំឡេងភ្លៀងធ្លាក់ស្រាលងងុយគេងរឿងទី3មាន់តូចដែលមិនចេះអត់ធ្មត់នៅក្នុងកសិដ្ឋានមួយមានមាន់តូចឈ្មោះម៉ូដែលមិនចូលចិត្តរង់ចាំឡើយថ្ងៃមួយ
កសិករបានផ្ដល់គ្រាប់ពោតឲ្យវាដើម្បីដាំម៉ូម៉ូសប្បាយចិត្តណាស់ហើយនិយាយខ្ញុំនឹងមានអាហារច្រើនឆាប់នេះវាបានដាំគ្រាប់ពោតហើយរងចាំតែត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះវាក៏មិនអាចអត់ធ្មត់បានទេវាបានជីកដីឡើងមើលហេតុអ្វីមិនទាន់លូតលាស់ថ្ងៃបន្ទាប់វាក៏ធ្វើដូចគ្នារៀងរាល់ថ្ងៃវាជីកឡើងមើលគ្រាប់ពោតមិត្តមាន់មួយបាននិយាយម៉ូម៉ូអ្នកត្រូវរងចាំវាត្រូវការពេលវេលាប៉ុន្តែម៉ូម៉ូមិនស្ដាប់ទេចុងក្រោយគ្រាប់ពោតមិនអាចលូតលាស់បានទេម៉ូម៉ូសោកស្ដាយនិងអង្គុយស្ងៀមហេតុអ្វីមិនទាន់លូតលាស់កសិករបាននិយាយព្រោះអ្នកមិនអត់ធ្មត់អ្វីត្រូវការពេលវេលាម៉ូម៉ូបានរៀនមេរៀនធំមួយវាបានដាំម្ដងទៀតហើយលើកនេះវារងចាំដោយអត់ធ្មត់បន្តិចពោតបានលូតលាស់ជាដើមបៃតងស្រស់ស្អាតម៉ូម៉ូញញឹមនិងសប្បាយចិត្តមេរៀនអត់ធ្មត់នាំឲ្យបានជោគជ័យសំឡេងយប់ស្ងប់សត្វលហុងច្រៀងរឿងព្រះនាងសិនដឺរ៉េឡានិងផ្លែប៉ោមវេទនមន្តនៅក្នុងអាណាចក្រមួយឆ្ងាយមានក្មេងស្រីស្រស់ស្អាតម្នាក់ឈ្មោះសិនដឺរ៉េឡាបន្ទាប់ពីម្ដាយរបស់នាងបានស្លាប់ទៅនាងត្រូវរស់នៅជាមួយម្ដាយចុងនិងប្អូនស្រី2នាក់ដែលមិនសូវចូលចិត្តនាងឡើយរៀងរាល់ថ្ងៃសិនដឺរ៉េឡាត្រូវធ្វើការងារផ្ទះជាច្រើនលាងចានបោសផ្ទះនិងដាំបាយទោះជាយ៉ាងណាមួយយប់នៅក្រោមពន្លឺព្រះច័ន្ទស្រស់ស្អាតនាងអង្គុយនៅក្រោយផ្ទះហើយនិយាយទន់ថាបើមានអ្វីអស្ចារ្យកើតឡើងក្នុងជីវិតខ្ញុំម្ដងមួយភ្លាមនោះមានពន្លឺភ្លឺចេញពីក្រោយដើមឈើស្ត្រីម្នាក់បានលេចឡើងនាងគឺជាម្ដាយទេវតានាងនិយាយដោយសំឡេងទន់ភ្លន់សិនដឺរ៉េឡាខ្ញុំដឹងថាអ្នកមានចិត្តល្អខ្ញុំមានអំណោយមួយសម្រាប់អ្នកនាងបានដកយកផ្លែប៉ោមពណ៌មាសភ្លឺចែងចាំងនេះគឺជាផ្លែប៉ោមវេទមន្តវាអាចបំពេញបំណងរបស់អ្នកប៉ុន្តែប្រើវាជាមួយចិត្តល្អប៉ុណ្ណោះសិនដឺរ៉េឡាទទួលយកដោយភ្ញាក់ផ្អើលនិងអរគុណយ៉ាងខ្លាំងការសាកល្បងនៃចិត្តថ្ងៃបន្ទាប់ម្ដាយជុងបានបញ្ជាឲ្យនាងធ្វើការងារច្រើនជាងមុនសិនដឺរ៉េឡាគិតថាខ្ញុំអាចប្រើផ្លែប៉ោមនេះដើម្បីឲ្យខ្ញុំមានជីវិតងាយស្រួលនាងកាន់ផ្លែប៉ោមហើយសុំបំណងតិចមួយសូមឲ្យការងារទាំងនេះស្រាលបន្តិចភ្លាមនោះការងារបានស្រួលឡើងនាងអាចបញ្ចប់បានលឿនហើយមានពេលសម្រាកប៉ុន្តែនាងមិនបានសុំអ្វីធំទេព្រោះនាងចង់រក្សាចិត្តល្អរបស់នាងពិធីរួមនៅព្រះបរមរាជវាំងថ្ងៃមួយព្រះមន្ទីររួមនៅព្រះបរមរាជវាំងថ្ងៃមួយព្រះអង្គម្ចាស់បានរៀបចំពិធីរួមធំមួយហើយអញ្ជើញស្ត្រីទាំងអស់នៅក្នុងអាណាចក្រប្អូនស្រីទាំងពីររបស់សិនដឺរ៉េឡាសប្បាយចិត្តណាស់ហើយត្រៀមខ្លួនយ៉ាងស្អាតតែសិនដឺរ៉េឡាត្រូវនៅផ្ទះធ្វើការដូចធម្មតាក្រោយពួកគេចេញទៅនាងអង្គុយយំស្ងៀមសម្លៀកបំពាក់របស់នាងបានប្រែក្លាយជារ៉ូបស្អាតបំផុតមានស្បែកជើងកញ្ចក់ភ្លឺរលោងនិងរទេះមាសមួយម្ដាយទេវតាបានលេចឡើងវិញចាំ
វេទមន្តនេះមានរយៈពេលត្រឹមពាក់កណ្ដាលអត្រាតជួបព្រះអង្គម្ចាស់នៅព្រះបរមរាជវាំងពន្លឺភ្លើងភ្លឺចែងចាំងនិងភ្លេងឮផ្អែមល្ហមពេលសិនដឺរ៉េឡាចូលទៅក្នុងសាលរ៉មមនុស្សទាំងអស់បានភ្ញាក់ផ្អើលព្រះអង្គម្ចាស់បានមកជិតនាងហើយនិយាយអ្នកស្អាតនឹងមានមនោសញ្ចេតនាណាស់តើខ្ញុំអាចរាំជាមួយអ្នកបានទេពួកគេបានរាំជាមួយគ្នានិងនិយាយគ្នាយ៉ាងរីករាយព្រះអង្គម្ចាស់ចាប់ផ្ដើមស្រឡាញ់នាងដោយមិនដឹងថានាងជានរណាមូលពេលវេលាអស់សំឡេងនាឡិកាបានគោះដុងដុងដុងសិនដឺរ៉េឡាចងចាំពាក្យរបស់ម្ដាយទេវតាហើយរត់ចេញពីព្រះបរមរាជវាំងយ៉ាងលឿននៅពេលនាងរត់ចេញពីជណ្ដើរនាងបាត់បង់វាហើយវេទមន្តបានផុតកំណត់នាងត្រឡប់ទៅជាក្មេងស្រីធម្មតាវិញការស្វែងរកអ្នករាជការបានដើរតាមគ្រប់ផ្ទះនៅផ្ទះសិនដឺរ៉េឡាប្អូនស្រីទាំងពីរបានសាកពាក់ប៉ុន្តែមិនសមឡើយសិនដឺរ៉េឡានិយាយទន់សូមអនុញ្ញាតឲ្យខ្ញុំសាកម្ដងពេលនាងពាក់វាសមពេញល្អភ្លាមនោះផ្លែប៉ោមវេទមន្តបានភ្លឺឡើងម្ដងចុងក្រោយហើយសម្លៀកបំពាក់ស្អាតបានត្រឡប់មកវិញព្រះអង្គម្ចាស់បានមកដល់ហើយស្គាល់នាងភ្លាមអ្នកគឺជាអ្នកដែលខ្ញុំបានរាំជាមួយពួកគេបានញញឹមនិងចាប់ដៃគ្នាចុងបញ្ចប់ដ៏សប្បាយរីករាយសិនដឺរ៉េឡានិងព្រះអង្គម្ចាស់បានរៀបការនៅក្នុងព្រះបរមរាជវាំងយ៉ាងស្រស់ស្អាតនាងមិនភ្លេចចិត្តល្អរបស់នាងឡើយនាងបានអភ័យទោសម្ដាយចុងនិងប្អូនស្រីផ្លែប៉ោមវេទមន្តបានបាត់ទៅប៉ុន្តែវាបានបង្រៀននាងអ្វីសំខាន់មួយវេទមន្តពិតប្រាកដមិនមែនមកពីវត្ថុទេប៉ុន្តែមកពីចិត្តល្អនិងការជឿលើខ្លួនឯង